បទពិសោធន៍និងសារៈសំខាន់នៃការបន្ថែមប៉ុស្តិ៍នគរបាលប្រចាំការអចិន្ត្រៃយ៍24 ម៉ោងនៅសៀមរាបបន្ថែមលើប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ចំនួន100ប៉ុស្តិ៍នគរបាលចរាចរណ៍ផ្លូវគោកនិងប៉ុស្តិ៍នគរបាលការពារបេតិកភណ្ឌមួយចំនួនទៀតលោកឧត្តមសេនីយ៍តូហួតសុធីស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានទទួលការឯកភាពពីអគ្គស្នងការនគរបាលជាតិរៀបចំប៉ុស្តិ៍នគរបាលប្រចាំការអចិន្ត្រៃយ៍24 ម៉ោងប៉ុស្តិ៍នគរបាលប្រចាំការអចិន្ត្រៃយ៍24 ម៉ោងត្រូវបានកំណត់ដាក់បន្ថែមនៅតាមគោលដៅនិងភូមិសាស្ត្រមានហានិភ័យដើម្បីបម្រើបេសកកម្មធានាសន្តិសុខនិងសុវត្ថិភាពជូនភ្ញៀវទេសចរជាតិនិងអន្តរជាតិព្រមទាំងប្រជាពលរដ្ឋទូទៅក្រោយចូលកាន់តំណែងជាស្នងការជាង1ឆ្នាំបច្ចុប្បន្នលោកឧត្តមសេនីយ៍តូហួតសុធីបានដាក់ដំណើរការប៉ុស្តិ៍នគរបាលប្រចាំការអចិន្ត្រៃយ៍24 ម៉ោងបានចំនួន9គោលដៅរួចជាស្រេចហើយរួមមាននៅសង្កាត់ស្រងែចំនួន1ប៉ុស្តិ៍នៅសង្កាត់គោកចកចំនួន1ប៉ុស្តិ៍នៅសង្កាត់សាលាកំរើកចំនួន2ប៉ុស្តិ៍នៅសង្កាត់ស្វាយដង្គមចំនួន1ប៉ុស្តិ៍នៅសង្កាត់ស្លក្រាមចំនួន2ប៉ុស្តិ៍នៅឃុំកណ្ដែងចំនួន1ប៉ុស្តិ៍និងឃុំច័ន្ទសចំនួន1ប៉ុស្តិ៍គណៈផែនការបង្ហើយមុនដាច់ឆ្នាំ2025មាន2ប៉ុស្តិ៍ទៀតគឺនៅប៉ុស្តិ៍អំពិលនិងប៉ុស្តិ៍ត្រពាំងធំខ្ញុំបាទឧត្តមសេនីយ៍តូហួតសុធីស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបសូមជម្រាបជូនដែរថានៅក្រោយពីខ្ញុំបាទមកកាន់ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបគឺខ្ញុំបាទបានធ្វើនៅផែនការការពាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ជារួមមួយសម្រាប់ខេត្តសៀមរាបទាំងមូលតែម្ដងដោយយើងបានធ្វើការបែងចែកបាទតំបន់នៅក្នុងខេត្តសៀមរាបនេះជា4តំបន់មានតំបន់ A តំបន់ B តំបន់ C និងតំបន់ពិសេសបាទគឺតំបន់ A នោះគឺយើងក្តោបទៅលើក្រុងសៀមរាបតែម្ដងហើយតំបន់ B គឺជាស្រុកដែលព័ទ្ធជុំវិញក្រុងសៀមរាបហើយតំបន់ C គឺជាស្រុកដែលជាប់ជាមួយព្រំប្រទល់ខេត្តទាំង5ដោយឡែកតំបន់ពិសេសគឺយើងកំណត់យកតំបន់អភិវឌ្ឍរុនតាឯកដែលយើងបច្ចុប្បន្នជាក្រុងរុនតាឯកដេជោសែនហើយនឹងតំបន់ប្រលានយន្តហោះសៀមរាបអង្គរថ្មីហើយនឹងតំបន់អភិវឌ្ឍពាក់ស្នែងក្នុងនោះដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់បានល្អប្រសើរជាពិសេសគឺចូលរួមបម្រើបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបយើងឲ្យបានល្អគឺខ្ញុំបានគិតគូរសិក្សាទៅលើភូមិសាស្ត្រនិងគោលដៅហានិភ័យមួយចំនួនដោយសិក្សាជាមួយទីតាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិក្សាអំពីប៉ុស្តិ៍ដែលយើងបានដាក់ពាក់ព័ន្ធនឹងប៉ុស្តិ៍នគរបាលចរាចរណ៍ផ្លូវគោកហើយប៉ុស្តិ៍មួយចំនួនដែលមានកន្លងមកគឺយើងក៏បានដាក់ចេញនៅគោលការណ៍ថ្មីមួយទៀតទៅលើតំបន់ដែលជាតំបន់ហានិភ័យដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងខេត្តសៀមរាបរបស់យើងជាពិសេសគឺយើងធ្វើយ៉ាងណាចូលរួមការពារសុវត្ថិភាពជូនភ្ញៀវជាតិនិងអន្តរជាតិព្រោះយើងដឹងទាំងអស់គ្នាហើយថាខេត្តសៀមរាបគឺជាតំបន់ទេសចរអញ្ចឹងខ្ញុំបានសិក្សាអំពីគោលដៅមួយចំនួនបានដាក់ចេញនៅក្នុងផែនការរបស់យើងនេះគឺយើងត្រូវតែធ្វើប៉ុស្តិ៍ប៉ុស្តិ៍ប្រចាំការ24ម៉ោងលើ24ម៉ោងដើម្បីជំនួសឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីត្រៀមអន្តរាគមន៍ជូនភ្ញៀវជាតិនិងអន្តរជាតិរបស់យើងឲ្យបានល្អប្រសើរក្នុងនោះគឺខ្ញុំបានរយៈពេលជាង1ឆ្នាំនេះបានកសាងបានចំនួន9ប៉ុស្តិ៍បាទតាមគោលដៅរបស់យើងជាពិសេសគឺគោលដៅហានិភ័យគោលដៅដែលយើងអាចក្តោបក្រុងសៀមរាបនៅពេលដែលមានបញ្ហាអីកើតឡើងត្រៀមអន្តរាគមន៍ផ្សេងត្រៀមដំណោះស្រាយបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋគឺយើងបានដាក់ចេញបាន9គោលដៅហើយ2គោលដៅទៀតយើងនឹងធ្វើបន្តដោយដំណាច់ឆ្នាំ2025នេះយើងនឹងធ្វើឲ្យហើយរួចរាល់តែម្ដងលោកស្នងការបានបន្ថែមថាការដាក់ឲ្យមានប៉ុស្តិ៍ប្រចាំការ24ម៉ោងនេះពិតជាផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់បងប្អូនប្រជាពលរដ្ឋជាពិសេសនៅពេលយប់ពេលមានបញ្ហាណាមួយកើតឡើងនោះប្រជាពលរដ្ឋអាចដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ប្រចាំការ24ម៉ោងដែលមានកងកម្លាំងប្រចាំការនៅទីនោះស្រាប់ដើម្បីទទួលពាក្យបណ្ដឹងដោះស្រាយបណ្ដឹងនិងត្រៀមចេញអន្តរាគមន៍គ្រប់ពេលវេលាសូមបញ្ជាក់ថាស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានកំណត់លក្ខណៈសម្បត្តិនិងភារកិច្ចចំនួន7ដល់ប៉ុស្តិ៍នគរបាលប្រចាំការ
ការអចិន្ត្រៃយ៍24ម៉ោងដោយខាងក្រោម1 ប៉ុស្តិ៍ប្រចាំការអចិន្ត្រៃយ៍ត្រូវមានកម្លាំងប្រចាំការចាប់ពី4នាក់ឡើងមានវិទ្យុតាក់ទងដើម្បីស្ដាប់ទទួលព័ត៌មានសេចក្តីរាយការណ៍ទាន់ហេតុការណ៍ផ្សេងៗពីប្រជាពលរដ្ឋ24ម៉ោងក្នុងមួយសប្តាហ៍និងរងចាំទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋដែលត្រូវការសុំជំនួយពីសមត្ថកិច្ចនិងត្រៀមចាំអន្តរាគមន៍គ្រប់ពេលវេលារាល់បណ្ដឹងដែលទទួលបានត្រូវកត់ចូលសៀវភៅប្រចាំថ្ងៃពិនិត្យនិងរាយការណ៍បញ្ជូនទៅតាមជំនាញដើម្បីជំនាញយកចាត់ចែងនិងអនុវត្តតាមនីតិវិធី2ត្រូវរៀបចំបែងចែកវេនធ្វើសកម្មភាពចេញល្បាតពូនស្ទាក់បង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសជាក់ស្ដែងដែលកើតឡើងនៅក្នុងភូមិសាស្ត្រដែលបានកំណត់ជាក់លាក់ប៉ុស្តិ៍ប្រចាំការអចិន្ត្រៃយ៍លេខ1លេខ2និងលេខ3 3រាយការណ៍ទៅមន្ត្រីជំនាញនិងចេញអន្តរាគមន៍ជួយការពារកន្លែងកើតហេតុក្នុងករណីមានគ្រោះផ្សេងៗកើតឡើងជាយថាហេតុដូចជាគ្រោះថ្នាក់ចរាចរណ៍ករណីអគ្គិភ័យអំពើហិង្សានិងករណីផ្សេងៗទៀតដែលកើតមាននៅក្នុងភូមិសាស្ត្រទទួលខុសត្រូវនិងការពារថែរក្សាវត្ថុតាងនៅនឹងកន្លែងកើតហេតុសង្គ្រោះជនរងគ្រោះមុននឹងមន្ត្រីជំនាញទៅដល់កន្លែងកើតហេតុ4សហការស្ទាក់ចាប់មុខសញ្ញានិងមធ្យោបាយដែលបង្កឲ្យបានបើករត់គេចចេញពីកន្លែងកើតហេតុក្នុងករណីមានសេចក្តីរាយការណ៍សូមអន្តរាគមន៍5ត្រូវយកចិត្តទុកដាក់សហការគ្រប់គ្រងឲ្យបានម៉ត់ចត់នៅមុខសញ្ញាប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌសកម្មភាពក្មេងទំនើងអំពើហិង្សាការជួញដូរប្រើប្រាស់គ្រឿងញៀនប្រើប្រាស់អាវុធខុសច្បាប់រួមទាំងបទល្មើសផ្សេងៗទៀតដោយប្រើប្រាស់វិធានការជំនាញ6ប្រធានវេននីមួយៗត្រូវពិនិត្យគ្រប់គ្រងវត្តមានកងកម្លាំងសៀវភៅកំណត់ហេតុវិទ្យុតាក់ទងនិងមានការឆ្លើយតបទាន់ពេលវេលាប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយរាយការណ៍ជូនថ្នាក់ដឹកនាំដើម្បីសុំគោលការណ៍អនុវត្ត7វេននីមួយៗត្រូវធ្វើអនាម័យបោសសម្អាតបរិវេណខាងក្នុងនិងខាងក្រៅអគារជាប់ជាប្រចាំ